ថ្ងៃហ្នឹងគឺអង្គុយសុកក៏បានឃើញវីដេអូចាស់ដែលពួកខ្ញុំទាំងអស់គ្នាហ្នឹងគឺបានទិញនំខេកជូនដល់ប៉ាហើយនិងម៉ែចង់រំលឹកអនុស្សាវរីយ៍ហើយក៏បានយកមកផុសទៅពេលហ្នឹងដែលពួកខ្ញុំទិញដល់ជូនគាត់លើកទី1ហើយបន្ទាប់ពេលធ្វើទឹកការីនស្កូនឆ្កងតិចណាបើធ្លាប់ទិញអីផ្សេងក៏ទិញមកទិញនំខេកវិញគឺអត់ទេតែវីដេអូហ្នឹងគឺរយៈពេលដូចជាមួយឆ្នាំជាងហើយបងប្អូនអញ្ចឹងទៅខ្ញុំក៏ចង់យកវីដេអូចាស់រំលឹកអនុស្សាវរីយ៍ដែលពួកខ្ញុំទិញជូនគាត់ណាបើទិញជូនរបស់ផ្សេងគឺពួកខ្ញុំទិញជូនប៉ុន្តែបើនំខេកវិញគឺអត់ទេទៅលើកទី1ទេពេលហ្នឹងគឺពួកខ្ញុំចង់ surprise ដល់ប៉ាហើយនិងម៉ែដែរប៉ុន្តែគ្មានបាន surprise ទេប៉ានិងម៉ែគាត់ដឹងមុនពេលហ្នឹងគឺសើចបដ ហើយគាត់ថាបើចាំ surprise គាត់ទេគាត់ដឹងមុនហើយគាត់ខំតែឃើញគាត់ដឹងហើយពេលហ្នឹងគឺលោកវាសើចបដ ហើយទៅពួកអី surprise អីបើប៉ានិងម៉ែគាត់ដឹងហើយពេលហ្នឹងដែលខ្ញុំទៅទិញនំខេកហ្នឹងគឺគាត់អត់ដឹងតែពួកខ្ញុំទៅទិញនំខេកទេគឺយើងទៅទិញឆ្ងាត់អញ្ចឹងណាដល់ពេលមានអីពួកខ្ញុំកាន់នំខេកមកប្រងថាលបទិញចូលមកលបអញ្ចឹង surprise មានណាគាត់ងាកមកឃើញបដ ហើយអញ្ចឹងក៏លោកវាសើចទៅហើយចង់យកវីដេអូហ្នឹងរំលឹកអនុស្សាវរីយ៍ចាស់ក៏បានយកមកផុសទៅបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយទៅវាខលលើលូអីសូមអភ័យទោសផងកុំភ្លេចទស្សនាវីដេអូពីដើមដល់ចប់អរគុណបាយបាយបងថាធ្វើថ្ងៃទី14ខែ2ថ្ងៃទី14ណាបងប្អូនបន្តែក៏លើកថ្ងៃទៅដាក់ថ្ងៃទី12ខែ1វិញបងប្អូនព្រោះថ្ងៃខែ2ហ្នឹងកូនរវល់បងប្អូនអញ្ចឹងក៏នឹកឃើញតែធ្វើថ្ងៃហ្នឹងហើយទៅណាបងប្អូនហើយប៉ាខ្ញុំក៏ចាប់ដើមកាត់នំខេកកាត់អីបងប្អូនចាំតែរត់តែរំភើបមែនទេបងប្អូនហើយពេលហ្នឹងហើយប៉ាខ្ញុំកាត់នំកាត់អីដាក់ចានឲ្យម៉ាក់ហើយក៏សូមជូនពរឲ្យប៉ានិងម៉ែសុខភាពល្អឲ្យរស់ស៊ីមានបានតិចតិចមហើយសូមឲ្យស្រឡាញ់គ្នាជាមួយឲ្យដល់ចាស់សក់ស្កូវហើយស្ថែសុខភាពផងកុំធ្វើការច្រើនលើសលួសកម្លាំងហើយត្រូវរឹងមាំទៅនៅជាមួយនឹងកូនចៅឲ្យបានយូរហើយសូមឲ្យលោកទាំងពីរឲ្យមានលុយចាយច្រើនឲ្យកូនចៅចៃផងនិយាយលេងទេបងប្អូនហើយក៏សូមតផាហើយនឹងម៉ែពេលខ្លះកូនទាំងអស់គ្នានឹងនិយាយខធ្វើខទៅលើលោកទាំងពីរឲ្យកូនសូមតហើយធ្វើឲ្យលោកទាំងពីរពិបាកចិត្តខូចចិត្តទៅលើកូនទាំងអស់គ្នាហើយអញ្ចឹងទៅកូនក៏សូមអភ័យទោសទៅដល់លោកទាំងពីរជាពិសេសប៉ាហើយនឹងម៉ែខ្ញុំទាំងសូមអភ័យទោសផងទៅចោះពេលខ្លះកូនធ្វើខុសនិយាយខុសទៅលើប៉ានិងម៉ែហើយក៏កូនទាំងអស់គ្នាគឺស្រឡាញ់ប៉ានិងម៉ែខ្លាំងបំផុតអរគុណបាយបាយ